គោរពជំរាបសួរបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ចាបច្ច័យដែលបាន$800នៅសល់ទុកសម្រាប់ជូនអ្នកមីងវះកាត់អ្នកមីងមិនមែននៅភ្នំពេញទេគឺបាត់ដំបងហើយស្ដាប់ឲ្យតន់ណាខ្ញុំអត់ដែលស្គាល់គាត់អត់ដែលឃើញមុខគាត់អត់ទាំងដឹងថាលេខទូរស័ព្ទគាត់ជាអ្នកណាគេអីគេខ្ញុំអត់ដឹងទេហើយគាត់អត់សុំទេខ្ញុំនិយាយចិត្តល្អខ្លួនឯងទេគាត់cònយំផងស្រែកផងគាត់អត់បានសុំទេអត់សុំទេគាត់ចូលបន់តាចាអញ្ចឹងអ្នកមីងគាត់មានប្រសាសន៍ថាគាត់អត់ទទួលទេវះកាត់ខ្លាចសុខភាពគាត់អត់ស្រួលអីទទួលវះកាត់អត់កើតអញ្ចឹងឲ្យវេទៅជូនកងទ័ពជួរមុខអញ្ចឹងខ្ញុំសូមឲ្យឱកាសអ្នកមីង3ថ្ងៃក្នុងការសម្រេចចិត្តខៃឡូគាត់បាក់ទឹកចិត្តគាត់អត់បានវះយូរអត់បានព្យាបាលរោគជំងឺយូរអញ្ចឹងគាត់អាចអត់ទទួលគាត់គិតថាពេលដែលទទួលវះកាត់ទៅមិនអ្នកមីងសង្ឃឹមតែ2%ក៏អ្នកមីងត្រូវតែវះកាត់ដែរណាចាអញ្ចឹងខ្ញុំទុកឱកាសឲ្យអ្នកមីង3ថ្ងៃពីថ្ងៃនេះស្អែកនិងខាងស្អែកបើអ្នកមីងអត់តាក់ទងមកទេខ្ញុំនឹងវេទៅជូនកងទ័ពជួរមុខដែលខ្ញុំមាន friend នៅក្នុង Facebook ខ្ញុំស្រាប់ប៉ុន្តែបើអ្នកមីងយល់ព្រមអ្នកមីងខលមកខ្ញុំអញ្ចឹងខ្ញុំនឹងធ្វើការតាក់ទងទៅលោកបូភត្រាចាឲ្យលោកបូភត្រាចុះទៅដល់អ្នកមីងតែម្ដងចាសូមអរគុណសូមជម្រាបលាអញ្ចឹងសូមអ្នកមីងគិតម្ដងទៀតចាគិតជួនកាលគាត់បាក់ទឹកចិត្តណាម៉ែតែគាត់អត់ទទួលការវះកាត់អត់អីគាត់ពេទ្យខ្លួនគាត់ហើយគាត់ឌីស្តូនីទៀតបាក់គាត់ចាអញ្ចឹងបើសិនជាសង្ឃឹមតែ2%ក្នុងការវះកាត់ក៏អ្នកមីងត្រូវតែរស់ដែរណាព្រោះពួកខ្ញុំចង់ជួយជីវិតអ្នកមីងហើយប្រាក់បច្ច័យនេះខ្ញុំមិនអាចទុកនឹងខ្លួនយូរទេអញ្ចឹងវាមានគ្រោះថ្នាក់ដល់យើងចាអញ្ចឹងអ្នកមីងសម្រេចចិត្តទៅបើរយៈពេលថ្ងៃនេះស្អែកនិងខាងស្អែកអ្នកមីងមិនទេមកតាក់ទងពួកខ្ញុំទេខ្ញុំនឹងវេទៅជូនកងទ័ពជួរមុខតែអ្នកមីងត្រូវតែសម្រេចចិត្តឲ្យល្អណាអ្នកមីងណាចាជម្រាបលា